Nâng ngày nhóm demo function for real trong function for real là việc phở biết thì mỗi cứ dương thử select account ឬក៏ page របស់យើងសិនអញ្ចឹងយើងចូលមក lại interact ទាំងមកហើយ select file របស់យើងគឺ file នៅក្នុង account យើងនៅក្នុង file មួយណាតទៅមកទៀតយើង select all account ឬក៏ select all page ឬក៏យើង select តែមួយក៏បានដែរ select តែយើង tick ចឹងមកបើយើងចង់ select all page យើង tick all page ចឹងមកហើយយើងចុច select ប៊ូតុងខាងឆ្វេងនេះដើម្បីឲ្យវាធ្លាក់ list page របស់យើងគឺវាធ្លាក់មកក្រោមចឹងបន្តមកទៀតយើងមើល path របស់យើងនេះ path real យើងអត់ទាន់មានទេអញ្ចឹងយើងទៅរក folder របស់យើងដែលយើងចង់ផុសអញ្ចឹងឧទាហរណ៍ថានេះគឺជា folder វីដេអូរបស់ខ្ញុំអញ្ចឹងយើងគ្រាន់តែ copy path របស់វាមកស្ដាំយើងយក copy as path នេះអាហ្នឹង Windows 11វាមានអញ្ចឹងតែបើសិនជាអ្នកប្រើ Windows 10យើង select select នេះយើង select man folder ក៏បានដែរយើង select អូរ៉ាខ្ញុំយក2ចេះយើងចុច keyboard C ឲ្យជាប់មកស្ដាំមកវាមាន copy as path នេះមកហើយបន្តមកទៀតអញ្ចឹងមិញយើងមាន2 folder យើង select 2 page ដែរមើលស្ដាំហើយយក real យកចុច import path real ហ្នឹងមកហើយចុច yes មកគឺវាជាប់ path folder យើងហើយអញ្ចឹងឥឡូវឧទាហរណ៍ថាយើងចង់ផុសពីហ្នឹងយើង tick ពីហ្នឹងហើយយើងទៅ tick function នេះនិយាយទៅចង់ប្រើ function ណាគឺ tick function ហ្នឹងអញ្ចឹងផុស real អញ្ចឹងនៅក្នុងផុស real ហ្នឹងវាមាន function config ផ្សេងទៀតចុចលើអក្សរផុស real ហ្នឹងមកវាមាន function របៀបចែកអញ្ចឹងទី1តើតងមួយចំនួនផុសយើងដាក់តាមចំនួនមកយើងចង់ filter វីដេអូជា random ឬក៏ថ្ងៃឲ្យវាចាប់វីដេអូដែល download មុនគេឬក៏ក្រោយគេអញ្ចឹងទៅយើង tick តាមហ្នឹងមកហើយមួយទៀតតកតងមួយផុស background នេះគឺ run ជាផុស API អញ្ចឹងអ្នកចង់លឿនគឺយើងផុស background ហ្នឹងទៅអាហ្នឹងគឺផុស API background ហ្នឹងហើយអញ្ចឹងយើងអាចប្រើបានទាំងពីរយើងផុសធម្មតាក៏បានផុស background បានតែផុស background វាលឿនជាងអញ្ចឹងទៅយើងចង់ប្រើមួយណាក៏បានដែរបន្តមកទៀត disable title name នេះបានន័យថាជាធម្មតាបើយើងអត់ tick ទេវានឹងចាប់ចំណងជើងធ្វើជា caption ហ្នឹងហើយតែបើយើង tick វាអត់ចាប់យកមកទេបន្តមកទៀត disable hashtag from list view នេះគឺ list ឡើងនេះវាមាន import hashtag មួយទៀតហ្នឹងហើយបន្តមកទៀតកន្លែងនេះបើយើងអត់ tick កន្លែង backup វីដេអូទេបានន័យថាវីដេអូហ្នឹងពេលដែលផុសហើយគឺវានឹងលុបចោលខ្លួនវាហើយតែបើយើង tick ពេលដែលផុសហើយវានឹង move វីដេអូដែលបានផុសហ្នឹងទៅ folder backup ហ្នឹងហើយបន្តមកទៀតone folder one path folder for multiple page នេះបានន័យថាបើសិនជាយើងមានវីដេអូមានមួយ folder យើងចង់យកទៅផុសច្រើន page អាហ្នឹងយើង import path ដូចគ្នាមកបន្តមកទៀតយើង take អាហ្នឹងមកបានវាផុសទៅវាអត់ជាន់គ្នាវាអត់លុបវីដេអូអត់អីអញ្ចឹងយើងអាចផុសបានហ្នឹងហើយបន្តមកទៀតឡើយនេះ AI label យើងចង់បិទឬក៏បើកហើយយើងចង់ដាក់ caption ដាក់ location អត់បើដាក់ចំនួនទីតាំងនៅណាយើងវាយតាមហ្នឹងមកយើងយកអញ្ចឹងទៅអញ្ចឹងវាទៅ add location តាមហ្នឹងហើយតកតងមួយ cross post share group ហើយឡើងពីចុងក្រោយនេះបានន័យថាអញ្ចឹងខ្ញុំឧទាហរណ៍ឡើងនេះស្រួលយល់អញ្ចឹងឧទាហរណ៍ថា file ឈ្មោះ file របស់ខ្ញុំរបៀបចែក .mp4 ចេះទៅចេះទៅស្រួលយល់អញ្ចឹងបើយើងចង់លុបពីសញ្ញាដកនេះមកឆ្វេងយើងត្រូវដាក់ខាងក្រោមនេះកន្លែងព្រួយនេះយើងមើលទៅបើវាបែរព្រួយទៅណាវាលុបខាងហ្នឹងអញ្ចឹងយើង copy តាដកនេះយកមកដាក់ខាងក្រោមអញ្ចឹងបានន័យថាវានឹងរកអាសញ្ញាដកហ្នឹងវានឹងលុបមកឆ្វេងអញ្ចឹងចំណងជើងយើងផុសគឺចេញទៅវីដេអូទេអញ្ចឹងបានត្រូវបើយើង take ខាងលើបានន័យថាវានឹងលុបមកស្ដាំចេះអញ្ចឹងព្រួយវាលុបមកស្ដាំអញ្ចឹងវាយកតែលេខ1យកទៅផុសហ្នឹងហើយអញ្ចឹងអាហ្នឹងមានតែប៉ុណ្្នឹងរបៀបconfig function for real